ក្មេងប្រុសត្រូវបានឪពុករបស់គាត់ចោទទម្លាក់លើជ្រោះដើម្បីបេះថ្នាំសង្គ្រោះជីវិតម្ដាយគាត់មានជំងឺព្យាបាលមិនជារាប់ឆ្នាំមកហើយថ្ងៃមួយស្ថានភាពម្ដាយកាន់តែធ្ងន់ធ្ងរក្តៅខ្លាំងហើយប្តីគាត់គ្មានប្រូតេអ៊ីនថ្នាំក៏សម្រេចចិត្តទៅបេះលីងជឿនៅឯរូងខ្លាដោយមិនខ្វល់ពីគ្រោះថ្នាក់ពួកគេបានឡើងលើភ្នំខ្លាដ៏កាចសាហាវដូច្នេះអ្នកទាំងពីរបានសហការគ្នាដើម្បីរៀបចំនៅកន្លែងដែលពួកវាចេញចូលហើយដាក់អន្ទាក់ខ្ញុំធានាថាអន្ទាក់នេះប្រកាសជាជាប់ទោះយ៉ាងណាខ្លានេះឆ្លាតវាមិនងាយទេកុំគិតច្រើនអីអន្ទាក់របស់យើងនឹងការចាប់ជ្រូកព្រៃខុសពីស្បែកខ្លាមានតម្លៃជាងសាច់ខ្លាទៅទៀតខ្ញុំខ្លាចប្រសិនបើប្រើអន្ទាក់ពួកវានឹងធ្លាក់ចូលនិងមិនឈឺចាប់ទេទោះជាយ៉ាងណាក៏ដោយដូច្នេះហើយបានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញរហូតដល់ដើម្បីដល់ឡើងទៀតនៅថ្ងៃស្អែកយឺតហើយតោះប្រញាប់ឡើងប្រញាប់ចុះពីលើភ្នំបើមិនដូច្នោះទេកូននិងប្រពន្ធខ្ញុំព្រួយបារម្ភមិនអីទេចូលយើងចុះទៅក្រោមភ្នំជូថែនដែលមានចិត្តសប្បុរសដើរតាមដោយសម្ងាត់គាត់មកដល់ហើយគាត់មិនចង់ឃើញឪពុកធ្វើបាបសត្វហើយវាហាក់ដូចជាវាងចាស់ដែលនៅជាប់នឹងឪពុកខ្ញុំបានធ្វើឲ្យចេញគាត់បានចូលទៅក្នុងអន្ទាក់ហើយសង្កេតដោយប្រុងប្រយ័ត្នពីការស៊ើបអង្កេតមួយចំនួនអន្ទាក់ត្រូវបានរកឃើញចំណុចសំខាន់គឺស្ថិតនៅក្នុងការអនុវត្តដូចជាគាត់ហៀបនឹងស្រែកខ្សែពួររំពេចនោះខ្លាមួយក្បាលបានលេចចេញមកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងពេលដែលគាត់បានឃើញអ្វីដែលពីក្រោយគាត់កន្លែងនេះគ្រោះថ្នាក់ណាស់បន្ទាប់មកគាត់បានដាក់សំណាញ់សត្វគាត់មិនហ៊ានធ្វើសកម្មភាពដោយប្រញាប់ប្រញាល់ទេយើងអាចស្នាក់នៅកន្លែងដែលយើងនៅសម្រាប់ពេលនេះប៉ុណ្ណោះជាមួយនឹងសម្លេងក្រហមពីខ្លាឮរឿងនេះពីមនុស្សពីរនាក់ដែលទើបចុះពីលើភ្នំមានចលនាខ្លះខ្លាចិត្តល្អហាក់បីបានដឹងពីចិត្តសប្បុរសរបស់ក្មេងប្រុសដោយគ្មានចិត្តនេះអាក្រក់ខ្លានោះបានយឺតគាត់ដកថយព្រោះឃើញក្មេងប្រុសអន្ទាក់ត្រូវបានបំបែកហើយអ្នកទាំងពីរដែលបែរក្រោយឃើញអន្ទាក់ត្រូវបានដាក់ហើយបន្ទាប់មកឆាថែនត្រូវបានគេមើលឃើញម្ដងវាបានបង្ហាញខ្លួននៅទីនេះអូតវងក្បែរផ្ទះដោយចៃដន្យគាត់បានបាត់បង់ជើងរបស់គាត់ហើយធ្លាក់ចូលទៅក្នុងអន្ទាក់ដែលគាត់បានដាក់ជើងរបួសឪពុកគ្រាន់តែអាចយកគាត់ត្រឡប់ទៅផ្ទះលោកវាងមានក្តីខឹងខ្លាំងអន្ទាក់ត្រូវបានបំផ្លាញខ្លួនឯងក៏របួសផងម្ដងទៀតគ្រាន់តែជាថ្ងៃដែលគ្មានអ្វីបានជាសម្រេចលោកស៊ូកំពុងបារម្ភអំពីជំងឺរបស់ប្រពន្ធពេលយប់ត្រឡប់ទៅផ្ទះមើលទៅឃើញប្រពន្ធដែលត្រូវបានជំងឺនិងកម្រងថ្នាំនៅលើចង្កានឪពុកនិងកូនមានអារម្មណ៍មិនសូវច្បាស់ពេលនោះឪពុកបានគូសេចក្តីសម្រេចមួយដូច្នេះថ្ងៃក្រោយឪពុកនិងកូនបានមិនគិតពីគ្រោះថ្នាក់ឡើងភ្នំយ៉ាងឆាប់ដើរទៅកន្លែងដែលដុះលីងជឺខ្លាចបង្កើតការរំខានទៅសត្វខ្លាកំពុងមើលលីងស៊ីចិត្តនៅភ្នំឪពុកនិងកូនបានមើលគ្នាមើលទៅលីងជឺដែលដុះក្នុងជ្រោះបន្ទាប់មកដោយប្រើខ្សែពួរដែលបានរៀបចំរួចការឡើងចុះទោះជួបគ្រោះថ្នាក់ប៉ុន្តែពួកគេនៅតែព្យាយាមឲ្យអស់ពីសមត្ថភាពបានឡើងដល់កំពូលភ្នំហើយទីបំផុតបានទៅដល់កំពូលភ្នំសិតលីងជឺអាយុ1000ឆ្នាំស្ថិតនៅក្នុងវាដុះក្នុងជ្រោះការនិយាយទេនេះគ្រាន់តែពង្រឹងការតាំងចិត្តរបស់ខ្ញុំហើយឪពុកបានឲ្យកូនប្រុសរបស់គាត់ដាក់គាត់ក្នុងកន្ត្រកហើយព្យួរគាត់ពេលឡើងដល់កម្ពស់ខ្ពស់ភាពវឹកវរបានលេចចេញមកនិយាយអំពីការខិតទៅចិត្តលីងជឺជាការប្រសើរណាស់ដោយដែលយើងហៀបនឹងចាប់ដើមគាត់បានឈោងដៃទៅរកលីងជឺស្រាប់តែមានខ្យល់បក់មកយ៉ាងចម្លែកមុខដែលត្រូវបានផ្លុំចូលកណ្ដាលអាកាសឪពុកមានការស្ទាក់ស្ទើរហើយងឿងឆ្ងល់រឹតខ្សែពួរដើម្បីពង្រឹងវាការយកទៅយកមកនៅកណ្ដាលអាកាសបានរំកិលទៅមុខកាន់តែខ្លាំងឡើងហើយពួកគេនៅពេលដែលវាឆ្លងកាត់បានចាប់យកផ្សិតលីងជឺបានសម្រេចឆាប់ទាញកូនប្រុសរបស់អ្នកមកវិញពួកគេសប្បាយចិត្តណាស់ពេលប្រលប់ចិត្តមកដល់គ្មានពេលទំនេរទេប៉ុន្តែគ្រោះមហន្តរាយបានកើតឡើងម្ដងទៀតអ្វីចាប់ផ្ដើមមិនស្ថិតស្ថេរនៅលើភ្នំពួកគេបានឡើងដាំឈើយ៉ាងលឿនដើម្បីលាក់ខ្លួនគាត់បានក្រោកឡើងប៉ុន្តែអ្វីដែលមិននឹកស្មានដល់សិតលីងជឺបានធ្លាក់ចេញពីកន្ត្រកឃើញដូច្នោះឪពុកក៏ប្រញាប់ចុះទៅក្រោមយ៉ាងលឿនត្រូវបានគេរើសហើយមួយវិនាទីបន្ទាប់ខ្លាមួយក្បាលគាត់បានស្ទុះទៅរកពួកគេភ្លាមដោយត្រៀមខ្លួនជាសាច់ដើម្បីចុះឪពុកក៏ប្រញាប់ប្រញ័រទៅក៏ដួលនឹងដីឥឡូវនេះគ្មានពេលបារម្ភពីរឿងនោះទេចូលយើងចុះទៅគាត់យកដំបងមកវាយខ្លាបានស្ទុះទៅមុខហើយបានប្រវីកន្ទុយរបស់វាហើយគាត់រត់ចេញទៅមើលឪពុករបស់ខ្ញុំត្រូវខ្លាមួយក្បាលយកទៅបាត់សំឡេងស្រែកធ្វើឲ្យខ្លាខឹងយ៉ាងខ្លាំងប៉ុន្តែក្មេងប្រុសមិនខ្លាចអ្វីទាំងអស់ការពីឪពុករបស់គាត់យ៉ាងក្លាហានខ្លាខឹងខ្លាំងណាស់នៅពេលនោះវាបាស្រែកយ៉ាងខ្លាំងតែពេលវាសម្លឹងមើលមុខក្មេងប្រុសបានជួយខ្លួនឯងកាលពីមុនបានថយក្រោយយ៉ាងយឺតឪពុកទាំងពីរយ៉ាងលឿនពីទីនោះមេត្តាករុណារបស់ក្មេងប្រុសបានសង្គ្រោះខ្លួនឯងនិងឪពុកមួយជីវិតចំណុចបំផុតនៃជីវិតគឺជាពេលនេះសូមអបអរសាទរក្មេងដែលកំពុងមើលវីដេអូសូមឲ្យមានសំណាងល្អនិងសុខភាពល្អឲ្យមានសំណាងល្អជាមួយកូននិងឪពុកតាមរយៈការខិតខំប្រឹងប្រែងបានទទួលថ្នាំមកជួយម្ដាយបានបរិភោគបន្ទាប់មកបានជាសុខភាពវិញបន្ទាប់មកខ្លាចជាកូននៃភាពស្មោះត្រង់និងក្លាហានបានចែករំលែកទៅទូទាំងភូមិហើយទាំងប្រទេសបានស្ដាប់ពីរឿងនេះក៏បានមើលឃើញថាខ្លួនឯងមិនខ្លាចសត្វព្រៃមិនថាអ្វីនិងមានភាពស្មោះត្រង់យ៉ាងខ្លាំងតាំងតៃស៊ូបានផ្ដល់ពានរង្វាន់យ៉ាងច្រើនចំពោះការស្មោះត្រង់របស់គាត់ក៏បានដាក់ឲ្យជាសិល្បៈនៃជីវិតគឺស្រស់ស្អាតសត្វក៏ស្រស់ស្អាតផងដែរអ្នកការពារវិជីវិតវានឹងសង្គ្រោះអ្នកមួយជីវិតការថែរក្សាសូមអរគុណដែលបានទស្សនាសូមជួយចុច follow និងឲ្យបេះដូងម្នាក់មួយដើម្បីទទួលបានទស្សនារឿងជាច្រើនទៀត KSK ខ្មែរស្រឡាញ់ខ្មែរជួយខ្មែររួមសាមគ្គីពួកអាចោស៊ីមវិនា